ជំរាបសួរបងប្អូនថ្នាក់ទី4ទាំងអស់គ្នាចាថ្ងៃនេះបងជួបជាមួយអ្នកគ្រូបន្តទៀតដែលអ្នកគ្រូនឹងបង្រៀនបងប្អូននៅមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី4ហើយថ្ងៃនេះយើងនៅក្នុងមេរៀនទី14ដែលមានចំណងជើងថាវិធីដកចំនួនទស្សភាគអញ្ចឹងវិធីដកចំនួនទស្សភាគមិនមែនជាដកចំនួនគត់ទេវាជាដកចំនួនទស្សភាគអញ្ចឹងដកចំនួនទស្សភាគដោយតែដកចំនួនគត់ដែរគ្រាន់តែវាមានក្បៀសឬក៏មានទស្សភាគមានផ្នែកនៅខាងមុខក្បៀសហៅថាផ្នែកពិតហើយផ្នែកនៅខាងក្រោយក្បៀសគឺជាផ្នែកទស្សភាគចា៎នេះគឺជាចំនួនគត់នៅខាងមុខគឺជាផ្នែកគត់ហើយនៅក្នុងលំហាត់នេះអ្នកគ្រូយកចាញ់ពីសភៅពុម្ពរបស់យើងបងអាចទៅមើលក្នុងសភៅពុម្ពបានអ្នកគ្រូនឹងធ្វើជាជួរឈរខ្លះជួរដីខ្លះអញ្ចឹងនៅក្នុងជួរដីគឺតែពិសេសដោយសារតែលំហាត់នេះគេឲ្យយើងដកប៉ុន្តែយើងតែរកចម្លើយហើយដល់ពេលខាងក្រោមវិញគេឲ្យយើងដកចំនួនទី2អត់ស្គាល់ទេតែគេប្រាប់ចម្លើយយើងអញ្ចឹងការដកនេះមានច្រើនរបៀបមានច្រើនលំហាត់ច្រើនប្រភេទរបស់វាអញ្ចឹងឥឡូវយើងនឹងធ្វើប្រមាណវិធីដកចំនួនទស្សភាគជួរឈរទាំងអស់សិនចាំយើងធ្វើជួរដេកប៉ុន្តែនៅក្នុងជួរឈរនោះកាន់តែពិបាកជាងមុនដោយសារតែវាមានខ្ចីអញ្ចឹងខការដកចំនួនទស្សភាគដោយមានខ្ចីវីដេអូមុនអ្នកគ្រូបានធ្វើដកដែរប៉ុន្តែអត់មានខ្ចីទេអញ្ចឹងលេខដែលគេឲ្យមកគឺយើងដកយកតែម្ដងហើយឃើញចម្លើយចប់តែថ្ងៃនេះលេខត្រូវការខ្ចីតគ្នាតោះឥឡូវយើងនឹងធ្វើលំហាត់ជាមួយអ្នកគ្រូលំហាត់ទីករហូតដល់ចូលជួយឈរអញ្ចឹងគឺយើងដកយកមកអត់ត្រូវការធ្វើប្រមាណវិធីទេជួយឈរស្រាប់ហើយតើតែជួដេកបានយើងធ្វើប្រមាណវិធីជួយឈរឃើញចម្លើយបានបំពេញក្នុងប្រអប់នេះអញ្ចឹងឥឡូវយើងនឹងចាប់ផ្ដើមធ្វើគឺយើងដកពីស្ដាំមកឆ្វេងទស្សភាគដាក់ឲ្យចំទស្សភាគហើយយើងទម្លាក់ចុះក្រោមក្បៀសរបស់វាទម្លាក់ចុះក្រោមមកឃើញចម្លើយត្រឹមត្រូវតែបើយើងអត់ទម្លាក់ទេចម្លើយរបស់យើងអត់មានក្បៀសឬក៏ក្បៀសអត់ដឹងនៅណាចម្លើយខុសដូចគ្នាតោះឥឡូវចាប់ផ្ដើមដកពីស្ដាំមកឆ្វេងដោយសារគេបញ្ជាក់ឲ្យថាមានខ្ចីអញ្ចឹងលេខទាំងអស់ហ្នឹងសុទ្ធតែត្រូវការខ្ចីឲ្យដកអញ្ចឹងបងប្អូនណាអត់ទាន់ចេះខ្ចីអាចមើលវីដេអូនេះបានតើការដកមានខ្ចីហ្នឹងគេធ្វើម៉េចតោះចាប់ផ្ដើមអញ្ចឹងទី1ពីស្ដាំមកឆ្វេងយក5ដក8អញ្ចឹង5ដក8មិនកើតដោយសារលេខ5តូចជាងលេខ8អញ្ចឹងដកមិនបានទេយើងត្រូវការខ្ចីពីលេខ4ហើយយើងកុំច្រឡំថាលេខ4ហ្នឹងវានៅខាងមុខក្បៀសហើយយើងអាចខ្ចីឆ្លងក្បៀសបានអត់បានធម្មតាអត់គិតអីទាំងអស់គឺយើងខ្ចីបានដោយចំនួនគត់ការពីមេរៀនប្រមាណវិធីដកដែរអញ្ចឹងគឺយើងខ្ចីបានអត់មានខ្ចីមួយបាន60ដូចម៉ោងអីទេគឺខ្ចីមួយបាន10ដូចគ្នាអញ្ចឹងខ្ចីបានធម្មតាអត់បញ្ហាឆ្លងក្បៀសក៏ខ្ចីបានដែរអញ្ចឹង4គេខ្ចីទៅបានណានបាន10បូក5ឡើងទៅជា10ប្រមាណ15អញ្ចឹងខ្ចីមួយបាន10បូកជាមួយនឹងរបស់វា5ទៀតឡើង15ដក8សល់ប្រមាណ15ដក8សាកដកតិចមើលគិតមកគឺនៅសល់7អញ្ចឹង15ដក8សល់7សរសេរលេខ7អូខេប៉ុណ្ណឹងហើយក្បៀសយើងត្រូវទម្លាក់សរសេរលេខ7ហើយយើងទម្លាក់ក្បៀសដែលមានគឺយើងត្រូវទម្លាក់ឲ្យចំកន្លែងរបស់វាហើយលេខ4នេះសល់ប៉ុន្មានអ្នកគ្រូភ្លេចដាក់4ហ្នឹងសល់3ខ្ចីមួយសល់3ដក0គឺនៅសល់3ដកដែរអញ្ចឹងចម្លើយស្មើ3.7ចម្លើយស្មើ3.7តទៀតចូលដល់លំហាត់ខគឺយើងដកពីស្ដាំមក2ដក4ដកអត់កើតទេ2តូចជាងអញ្ចឹងត្រូវការខ្ចីពី8សល់7លេខ2ឡើងទៅជាលេខ12អញ្ចឹងគឺយើងខ្ចីបានអត់បញ្ហាទេឆ្លងក្បៀសក៏បានដែរ12ដក4នៅសល់ប្រមាណ12ដក4នៅសល់5ប្រមាណ12ដក4នៅសល់8អញ្ចឹងគឺយើងសរសេរលេខ8ហើយទម្លាក់ក្បៀសចុះក្រោម12ដក4សល់8តទៀត7ដក4អញ្ចឹងនៅសល់7ដក4ខាងនេះនៅសល់3 7ដក4នៅសល់3អូខេចូលដល់លំហាត់គោអញ្ចឹងប្រហែលវិធីដកគាត់លឿនណាស់អត់ពិបាកទេយើងដកតាមនឹងមកគោ
យក 5 ដក 9 ដកមិនកើតខ្ចីពី 9 9 សល់ 8 លេខ 5 ឡើងទៅជាលេខ 15 អញ្ចឹង 15 ដក 9 ដកមកសល់ប៉ុន្មាន 15 ដក 9 នៅសល់ 6 អញ្ចឹងសរសេរលេខ 6 ហើយទម្លាក់ក្បៀសចុះក្រោមមកខាងនេះសល់ 8 ដក 5 8 ដក 5 សល់ 3 អញ្ចឹង 3.6 ចូលដល់លំហាត់ខលំហាត់ខ3 ដក 8 ដកមិនកើតទេត្រូវការខ្ចីពីលេខ 4 4នៅសល់ 3 លេខ 3 ឡើងទៅជាលេខ 13 13 ដក 8 នៅសល់ប៉ុន្មាន 13 ដក 8 នៅសល់ 5 អញ្ចឹងយើងសរសេរលេខ 5 ក្បៀសយើងទម្លាក់ចុះហើយ 3 ដក 3 ស្មើ 0 1 អត់មានអីដកទេគឺយើងទម្លាក់ចុះក្រោមដែរអញ្ចឹងស្មើ 10.5 អូខេលឿនអត់យើងធ្វើបាន 4 លំហាត់ហើយអញ្ចឹងធ្វើដូចគ្នាជួរខាងក្រោមបងប្អូនណាចេះហើយសាកធ្វើខ្លួនឯងអញ្ចឹងអ្នកគ្រូនឹងធ្វើឲ្យតែបងប្អូនចេះអាចធ្វើមុនគ្រូបានអញ្ចឹងលំហាត់ងយើងមើល 2 ដក 4 ដកអត់កើតទេខ្ចីពី 2 2 សល់ 1 2 ឡើងជាលេខ 12 12 ដក 4 នៅសល់ 8 សរសេរលេខ 8 ហើយក្បៀសទម្លាក់ចុះ 1 ដក 0 ស្មើ 1 2 ដក 1 ក៏ស្មើ 1 ដែរអញ្ចឹង 11.8 តទៀតលំហាត់ចគឺយក 1 ដក 5 ដកមិនកើតដែរខ្ចីពី 7 សល់ 6 1 ឡើងទៅជាលេខ 11 11 ដក 5 នៅសល់ 6 អញ្ចឹងបងអូនសរសេរលេខ 6 ក្បៀសយើងត្រូវទម្លាក់ចុះកុំភ្លេចទម្លាក់ត្រូវទម្លាក់តាមគេមកហើយ 6 ដក 3 នៅសល់ 3 8 ដក 1 នៅសល់ 7 អញ្ចឹងចម្លើយសល់ប៉ុណ្ណឹងតទៀតលំហាត់ឈរចិត្តចប់ជួយឈរហើយ8 ដក 9 អញ្ចឹងដកកើតខ្ចីពី 7 សល់ 6 8 ឡើង 10 8 18 ដក 9 នៅសល់ 9 6 ដក 5 អូខេយើងទម្លាក់ក្បៀសសិនណា6 ដក 5 សល់ 1 9 ដក 9 0 1 យើងទម្លាក់ចុះដែរលំហាត់ចុងក្រោយជួយឈរ6 ដក 9 ដកកើតខ្ចីពី 6 សល់ 5 លេខនេះទៅជា 16 16 ដក 9 នៅសល់ 7 ក្បៀសទម្លាក់ចុះ 5 ដក 2 នៅសល់ 3 4 ដក 4 ស្មើ 0 2 អត់មានអីដកទម្លាក់ចុះក្រោមអញ្ចឹងឥឡូវជួយឈរចប់អស់ហើយស្រួលមែនតើធ្វើតែមួយផ្លែចប់ហើយការខ្ចីក៏មិនពិបាកដែរដូចលំហាត់ទូទៅដែលយើងបានធ្វើពីមុនមកតទៀតយើងធ្វើជួយឈរតែ3ឯងឥឡូវសាក់លបងធ្វើជួយដេកសំតូនណាយើងធ្វើជួយដេក3អញ្ចឹងជួយដេកមិនអាចចាប់ផ្ដើមដកដូចជួយឈរបានទេត្រូវសរសេរវាជាជួយឈរហើយបានយើងដកហើយឃើញចម្លើយចាំបំពេញក្នុងប្រអប់យើងមិនអាចដឹងថាមក 100.5 ដក 99.5 ស្មើប្រមាណដាក់ចម្លើយយកអត់ដឹងទេយើងត្រូវធ្វើប្រមាណវិធីក្នុងกระดาษព្រៀងក៏បានក្តារឈ្នួនក៏បានឬក៏យើងអាចធ្វើនៅចិត្តលំហាត់យើងក្នុងសភៅក៏បានដែរចាឥឡូវអ្នកគ្រូធ្វើនៅកន្លែងនេះប្រមាណវិធីលំហាត់ឈរអូខេអ្នកគ្រូដាក់ពណ៌ក្រហមណាចឹងលំហាត់ឈរ100 ដក 5 ទៅសេចុះណា100.5 ដកជាមួយនឹង99.9 អញ្ចឹងដល់នេះ100មាន3ខ្ទង់អានេះមានតែ2ឯងអញ្ចឹងគឺ2ខ្ទង់យើងដាក់កន្លែង2ខ្ទង់នេះ99.9 អញ្ចឹងក្បៀសត្រូវដាក់ឲ្យចំគ្នាក្បៀសដាក់ឲ្យចំក្បៀសបើយើងដាក់ខុសដកខុសដែរអញ្ចឹងបានប៉ុណ្្នឹងហើយយើងដកបានហើយតោះ5 ដក 9 ដកអត់កើតទេត្រូវការខ្ចីខាងមុខវាលេខ0ហ្នឹង0ខ្ចីអត់បានទៀតអញ្ចឹងទៅមើលខាងមុខតទៀតខាងមុខនេះ0ទៀត0ខ្ចីអត់កើតទៀតអញ្ចឹងខ្ចីរហូតដល់លេខ1 1គេខ្ចីទៅអស់លេងសល់មែន1ខ្ចីសល់0លេខ0ខ្ចីឡើង10 10ហ្នឹងគេខ្ចីទៀតសល់9លេខ0នេះឡើង10ភាសាចាំខ្ចីតគ្នាហើយ10ហ្នឹង
លេខ5នេះចាំខ្ចីទៀតសល់តែ9ទេហើយ5នេះបាន15អញ្ចឹងគឺយើងធ្វើអញ្ចឹងខ្ចី3 4តក៏ដោយយើងខ្ចីម្ដងមួយហើយចាំខ្ចីតគ្នាធ្វើអញ្ចឹងអត់ខុសទេអញ្ចឹងគឺខ្ចីបែបហ្នឹងតោះ15ដក9 15ដក9នៅសល់6ក្បៀសទម្លាក់ចុះ9ដក9 0 9ដក9ក៏0ដែរហើយ0អត់មានអីដកផងសល់0អញ្ចឹងខាងមុខ03អញ្ចឹង000.6អញ្ចឹងយើងយកតែ1បានហើយទោះបី0ប្រហែលខ្ទង់ក៏គ្មានន័យដែរយើងអាចយកតែ01បានហើយគឺចម្លើយស្មើនឹង 0.6 ចឹងអ្នកគ្រូខ្ញុំអត់យល់លេខ0នេះយក0.6បានអត់គឺត្រូវការមានលេខ1ខ្ទង់នៅមុខក្បៀសបើសិនជាលេខនឹង100ដាក់ទាំង100តែបើលេខនឹង0ទាំងអស់នឹង0មានន័យអីយកតែ1បានហើយ03ដើមគឺស្មើ0ហ្នឹងឯងបូកចូលគ្នាស្មើ0ចឹងមានន័យថា0ហ្នឹងយកតែ1បានហើយកុំឲ្យទៅសេវែងពេក 0.6 គឺយក 0.6 តែมันអាចយកលេខ6នេះបានទេព្រោះ 0.6 និងលេខ6ខុសគ្នាចឹងគឺយក 0.6 លំហាត់ញោពិបាកបន្តិចដោយសារតែគេឲ្យចម្លើយហើយគេឲ្យលេខបំពេញនៅក្នុងប្រអប់ដកប្រមាណនៅក្នុងហ្នឹងអញ្ចឹងយើងធ្វើដកមកលំហាត់ញោអ្នកគ្រូឧទាហរណ៍បន្តិចឧទាហរណ៍ថាអ្នកគ្រូមានលេខ7អ្នកគ្រូអត់ដឹងដកប្រមាណទេស្មើនឹង3ចឹងកន្លែងនេះបងត្រូវគិតតើ7ដកប្រមាណស្មើ3តែយកលេខ7ដកប្រមាណស្មើ3គិតតិចមើលគឺយក7ដក4អញ្ចឹង7ដក4ស្មើ3ហើយ7ដក4ស្មើ3បន្ទាប់មកយើងគិតលេខដែលគេឲ្យមកហ្នឹងត្រូវធ្វើប្រមាណវិធីជាមួយគ្នាលេខ2នេះក៏ត្រូវធ្វើប្រមាណវិធីជាមួយគ្នាដែរតើយើងត្រូវធ្វើប្រមាណវិធីអីចឹងមើលឧទាហរណ៍របស់យើងលេខ7និងលេខ3តើលេខទាំងពីរហ្នឹងធ្វើប្រមាណវិធីអីទៅឃើញលេខ4អញ្ចឹងលេខដែលគេឲ្យ2ហ្នឹងបងអូនត្រូវយកលេខហ្នឹងទៅគិតបើយើងអត់គិតអត់ដឹងថាចម្លើយមកពីណាទេដោយសារឧទាហរណ៍ហ្នឹងយើងអាចគិតបានតែឧទាហរណ៍លំហាត់នៅក្នុងនេះលេខច្រើនយើងអាចគិតដឹងទេអញ្ចឹងយើងត្រូវដឹងថា2ហ្នឹងយក7ដក3ទៅស្មើ4អញ្ចឹងចម្លើយក្នុងប្រអប់បានមកពីយកលេខខាងមុខនេះដកជាមួយនឹងលេខខាងក្រោយជាចម្លើយអញ្ចឹងលំហាត់យើងដូចគ្នាដែរគេមាន 9.5 ហើយនឹង 4.4 អញ្ចឹងបងអូនត្រូវយកលេខខាងមុខដកជាមួយនឹងលេខខាងក្រោយនេះនឹងឃើញលេខក្នុងប្រអប់ហើយដូចគ្នាអញ្ចឹងយក 9.5 ដកជាមួយនឹង 4.4 ដើម្បីឃើញចម្លើយដកនឹង 4.4 អូខេចាប់ផ្ដើមដកមកតោះដកពីស្ដាំ5ដក4សល់1ក្បៀសយើងទម្លាក់ចុះ9ដក4សល់5អញ្ចឹងចម្លើយស្មើ 5.1 អ្នកគ្រូដាក់ 5.1 បន្ទាប់មកបងប្អូនសាកគិតមកបើយក 9.5 ដក 5.1 ស្មើ 4.4 វិញអត់ចម្លើយយើងត្រឹមត្រូវអត់យើងចង់ដឹងថាចម្លើយត្រឹមត្រូវសាកធ្វើមកយក 9.5 ដកជាមួយនឹង 5.1 យើងផ្ទៀងផ្ទាត់ចម្លើយចង់ដឹងថាត្រូវឬខុសតោះដកមក5ដក1សល់4សញ្ញាចុចទម្លាក់9ដក5ស្មើ4អញ្ចឹងចម្លើយស្មើប៉ុណ្ណឹងដូចគ្នាអញ្ចឹងមានន័យថាលេខដែលយើងបានគិតនេះត្រឹមត្រូវហើយព្រោះដកទៅឃើញចម្លើយប៉ុណ្ណឹងមែនអញ្ចឹងគឺយើងត្រូវយកលេខខាងមុខនេះដកខាងក្រោយលំហាត់ដកដូចគ្នាយកលេខខាងមុខដកខាងក្រោយអញ្ចឹងឥឡូវអ្នកគ្រូធ្វើឲ្យមួយទៀតបញ្ចប់អ្នកគ្រូសុំធ្វើនៅខាងនេះហ្មងណាដោយសារជិតអស់កន្លែងដែរលំហាត់ដកយើងយក101.7ដកជាមួយនឹង 9.9 អញ្ចឹងលេខ9នេះនៅមុខក្បៀសមកខ្ទង់អញ្ចឹងគឺយើងដាក់ឲ្យចំមកមុខក្បៀសមកខ្ទង់កន្លែងនេះ 9.9 អូខេអត់សូវច្បាស់បន្តិចណាអញ្ចឹងគឺយក 101.7 ដក 9.9 ដាក់ឲ្យចំក្បៀសដាក់ចំក្បៀសខាងមុខក្បៀសមាន1ខាងក្រោយក្បៀសមាន1ដែរតោះអញ្
chẳng dương nhập làm đọ màu vô làm pi đọ làm bốn đọ cao tề từ ca cháy pi lấy muối cháy sò sốn làm pi ní lao thì chỉ lấy đọ làm pi chẳng đọ làm pi đọ làm bốn là sao mà cái gì mà đọ làm pi đọ làm bốn là sao làm bầy chẳng sao làm bấy hai cái bia tầm lại chốc khăn lỡ sò sốn ấy lấy buồn chẳng sôn đọ làm bốn là cao tề từ ca cháy tối nè chẳng ấy lấy sôn mình ai cháy bán cháy pi lấy muối cháy sò sốn lấy sôn ấy lang thì chỉ lấy đó bên tay cái cháy muối tiết so làm buồn chẳng lấy sôn ấy cháy cái bàn hai lang thì chỉ lấy đọt bà đây chẳng đọt làm buồn so muối lấy làm buồn ấy mình lấy đọt đây tầm lại cho bán hay lấy sôn ấy coi tầm lại cho bàn này chẳng sôn không mốc bài ta xe tê sôn cay muối mới này thắt mà cay muối đôi kia chẳng cứ dần dốc cay muối chắc làm bấy chia chầm lại bây giờ cay muối chắc làm bầy chẳng còn trong đắng xài dọc lên ní đọ nâng cay muối chắc làm bầy mà làm buồn chắc làm buồn về nhọt chẳng nè kêu tục bây giờ tiêm tốt con này bớt sân chết tới không mình tao nè kêu phong chẳng video này riêng về tịch hơi giờ thôi ban mà thì sao đang chua chua đang chua đây đang bồng pin bọc chẳng sừng không tha nè kêu và điện hai bộ nâng gió ai tam toan nâng mê riêngประมาณวิธีดอกจำนวนตัวสเปียเอาก้นสำหรับการตามดามมาวิดีโอวันนี้ครูจุ๊บในวิดีโอกันเลย